សួស្តីប៉ាម៉ាក់ពូមីងបងប្អូនទាំងអស់គ្នាចាថ្ងៃនេះពណ៌អាវរៀងឆ្វាញតិចតែដោយសារគឺថាថ្ងៃនេះគឺកណ្ដាលអញ្ចឹងចង់ពាក់អីរៀងប្លែកហើយបើថាថ្ងៃដើរលេងវិញគឺរៀបកំងការរៀបអញ្ចឹងដើរឡើងមកអែមប៉ុន្តែថ្ងៃគូកណ្ដាលគឺអត់មានអីសោះចាតែគាត់ថាព្រឹកនេះមានការងារត្រូវធ្វើមួយគឺត្រូវទៅមើលផ្ទះដោយសារខ្ញុំចង់ផ្លាស់ពីកន្លែងដែលខ្ញុំនៅឥឡូវហ្នឹងទៅកន្លែងផ្សេងអញ្ចឹងណាហើយម្សិលមិញខ្ញុំទៅភ្នំឡើងក្តៅហើយដល់ពេលថ្ងៃនេះខ្ញុំចេញក្រៅខ្ញុំអត់យកអាវក្រៅមកគឺថាវាក្តៅដូចម្សិលមិញអញ្ចឹងណាមានណាកន្លែង feel like នោះដល់10អង្សាហើយខ្ញុំឡើងល្ងាប៉ុន្តែហេងចេះកាន់កណាត់បងកសែងបងកមកមួយពេលយើងទៅយកនឹងខប់ហើយចង់បកទៅតែបន្តិចបន្តិចតែខ្លាចយើងយឺតគេព្រោះយើងណាត់គេអញ្ចឹងនេះគាត់បានបើកបន្ទប់ឲ្យមើលហើយបន្ទប់ហ្នឹងខាងក្នុងស្អាតមានចង្ក្រានបាយមានម៉ាស៊ីនជែកមានអីចឹងប៉ុណ្ណឹងគួរសមរម្យឲ្យបងប្អូនឲ្យមានបន្ទប់ទឹកទៀតសំខាន់បន្ទប់ទឹកហើយមួយអាទិត្យ420ប៉ុន្តែអីដែលខ្ញុំហៅបន្ទប់ទឹកនេះធំជាងកន្លែងដេកទៀតប៉ុន្តែដែលខ្ញុំរៀងអាក់អន់សម្ពុនចិត្តហ្នឹងគឺនេះផ្លូវចូលវាអត់ស្អាតផ្លូវចូលនេះបើសិនជាខ្ញុំដើរយប់ឡើងឲ្យខ្លាចខ្មោចហើយមួយទៀតគឺរៀងឆ្ងាយពីផ្សារអញ្ចឹងក៏គិតថាអូខេចាំមើលផ្សេងទៀតហើយពេលហ្នឹងខ្ញុំចង់បកទៅផ្ទះទៅយកអាវក្រៅវិញមែនតើប៉ុន្តែខ្ញុំដឹងថាបើសិនជាខ្ញុំជិះទៅផ្ទះវិញគឺខ្ញុំឡើងចាញ់ហើយអញ្ចឹងខ្ញុំក៏បន្តដំណើរទៅមុខទៀតគឺខ្ញុំទៅតំបន់កណ្ដាលក្រុងដើម្បីហូបមើលអីហូបពេលថ្ងៃហើយដើរមើលគេមើលឯងចឹងទៅកុំឲ្យនៅផ្ទះវាដូចជាកំសត់ពេកបងប្អូនហើយដែលខ្ញុំកំពុងថតនេះគឺស្ថានីយរថភ្លើងគេចឹងបងប្អូនហើយនៅនេះមធ្យោបាយធ្វើដំណើរសាធារណៈគេគឺល្អមែនតើមានទាំងឡានក្រុងមានទាំងកង់ដែលយើងដាក់កាក់ហើយនឹងរថភ្លើងហ្នឹងមាន3ប្រភេទមានក្រោមដីហើយនឹងនៅលើថ្នល់ដែលជិះមួយឡានមួយម៉ូតូធម្មតាហ្នឹងហើយនឹងរថភ្លើងដែលខ្ញុំកំពុងជិះនេះហើយរថភ្លើងហ្នឹងមាន2ជាន់ចានិយាយទៅខ្ញុំឃើញដំបូងហ៊ាន surprise ដែរហើយឥឡូវហ្នឹងកំពុងអង្គុយចាំរថភ្លើងប៉ុន្តែចែកថាអង្គុយមកកន្លែងអត់សុខហ្មងដោយសារតែល្ងាពេកគឺត្រូវដើរចុះដើរឡើងអញ្ចឹងហ្មងហើយខ្ញុំអត់យល់ម្សិលមិញខ្ញុំឡើងភ្នំមកឡើងក្តៅហើយដល់ពេលអញ្ចឹងខ្ញុំគិតថាថ្ងៃហ្នឹងគឺដូចគ្នាអញ្ចឹងលេងខោខ្លីអាវមួយជាន់ហើយអត់មើលស្ថិរភាពទៀតមុនចេញមកដល់ពេលឥឡូវគឺមានការភ្លឺភ្នែកខ្លាំងតែហេងចេះយកកសែងមកជាប់កតាបមួយយ៉ាហើយឥឡូវហ្នឹងខ្ញុំកំពុងជិះទៅ Town Hall កន្លែងហ្នឹងកន្លែងតំបន់កណ្ដាលក្រុងគេអញ្ចឹងហើយខ្ញុំថតឡើងនេះដោយសារតែសារឃើញគេមានទម្លាប់ល្អគេចេះទុកផ្លូវមកជាហៀងដើម្បីឲ្យណាគេបញ្ញាប់អញ្ចឹងអាចរត់ឡើងទៅបានអញ្ចឹងខ្ញុំធ្លាប់តែឃើញនៅជប៉ុនប៉ុន្តែនៅនេះគេធ្វើអញ្ចឹងដែរអញ្ចឹងល្អមែនតើចាហើយនេះជាមូលហេតុចម្បងដែលពំនាំខ្ញុំមកដល់ Town Hall កណ្ដាលក្រុងគឺសច្ចកៈចិននេះឯងចានិយាយទៅឃ្លានមែនតើបងប្អូននិយាយថានៅខ្មែរខ្ញុំចូលចិត្តមកហូបចិនវាអញ្ចឹងវាសាច់ចកៈហើយមីជូហិលតៅហ៊ូស្អុយកំងរហូតហ្មងម៉ាក់ខ្ញុំជាសាក់ស្អីបានប៉ុន្តែមកដល់នេះយើងមិនអាចលះដូចនៅខ្មែរគាត់ថាយើងរឹសមកប្រើមិញអស់ចិត្ត60រៀលតែអីបងប្អូនថ្ងៃហ្នឹងថ្ងៃខួបកំណើតយើងអញ្ចឹងយើងលេងឲ្យលះតិចទៅតែឆ្ងាញ់មែនបងប្អូនសន្លឹកឈើតែជាតិរបស់គេតែត្រឡប់មកខកខ្ញុំមួយបងប្អូនទៅពេលខ្ញុំឃ្លានគឺកុំឲ្យខ្ញុំអ្នកកំងអីអសោះហ្មងព្រោះខ្ញុំកំងគឺលោបបដ ாய் ដូចសាច់ហ្នឹងអញ្ចឹងគឺហូបបាត់ទាំងអស់ពាក់កណ្ដាលហ្នឹងហើយចង់បញ្ចប់គឺដើរយួរថងសនឹងពេញទីក្រុងគេបដ ாய் ចាអញ្ចឹងយើងបន្តដំណើរទៅទៀតហើយនេះ Town Hall បងប្អូនហើយដោយសារឥឡូវរដូវស្លឹកឈើជ្រុះអញ្ចឹងទេសភាពដើមឈើហ្នឹងពណ៌រៀងលឿងហ្នឹងស្អាតម្យ៉ាងដែរហើយមានគេថត pre wedding អីនៅមុខ Town Hall ហ្នឹងហ្មងនិយាយទៅពេលសច្ចកៈហើយហ្នឹងកម្រងខ្ញុំគឺចង់ឡើងលើទួលភ្នំមួយនៅជិតហ្នឹងដើម្បីចង់មើលថ្ងៃលិចអញ្ចឹងបងប្អូនប៉ុន្តែដោយសារតែល្ងាពេកដើរនៅខាងក្រៅអញ្ចឹងខ្ញុំក៏រកផ្លូវកាត់ដើរនៅក្នុងផ្សារដើម្បីឲ្យវាថាវាបង្កើនភាពកក់ក្ដៅហើយផ្សារនេះឈ្មោះ QVB វាជាគីបុរាណមួយដែលគេកែសម្រួលធ្វើជាផ្សារទំនើបអញ្ចឹងណាគេនឹងល្បីបងប្អូនហើយនៅក្នុងនោះក៏នៅតែល្ងាដែរគេបន្ថែមភ្នក់ភ្លើងនៅតាមតុមួយអញ្ចឹងណាហើយវីដេអូនេះគឺខ្ញុំកំពុងសម្ដែងឲ្យបងប្អូនគឺដាក់កាមេរ៉ានៅលើកាំច្រាហើយចុងបញ្ចប់គឺខ្ញុំអង្គុយផឹកកាហ្វេចាគឺខ្ញុំគិតថាបើខ្ញុំឡើងលើទួលភ្នំហ្នឹងគឺឡើងកើតទេអត់មានអាវក្រៅហ្នឹងអញ្ចឹងក៏អង្គុយផឹកកាហ្វេក្តៅៗអញ្ចឹងទៅហើយក៏ពេលហ្នឹងក៏ជាពេលដែលខ្ញុំគិតថាអូខេអង្គុយ reply chat បងប្អូនអរគុណអ្នកដែលគាត់ជូនពងគ្រប់កណ្ដាលអីចឹងណាចាគឺពេលហ្នឹងឯងខ្ញុំអង្គុយ reply chat ទៅហើយក៏អង្គុយ reply ចុះ reply ឡើងភ្លេចមើលម៉ោងបងប្អូនហើយពេលហ្នឹងគឺខ្ញុំគិតថាខ្ញុំចង់ទៅរកមើលទិញ cake ទិញ cake សម្រាប់ខ្លួនឯងហើយគេចិត្តបិទហាងហើយឡើងអង្គុយស្លុងហើយពេលហ្នឹងម៉ោង5ជាងម៉ោង6គេបិទអញ្ចឹងក៏ប្រញាប់ប្រញាប់ទៅរកមើល cake ហ្នឹងទៅតែមែនតើទៅពេលហ្នឹងមិនមែនទៅទិញ cake ទេបងប្អូនដោយសារខ្ញុំអត់សូវចូលចិត្ត cake ដែរអញ្ចឹងណាតែទៅរកមើល tiramisu វាថានំអ៊ីតាលីដែលមានសតបដូច cake អញ្ចឹងហើយវាឆ្ងាញ់ជាង cake ហ្នឹងហើយហើយបងឡាលីក៏ប្រាប់ថាកន្លែងហ្នឹងឆ្ងាញ់ហើយខ្ញុំញ៉ាំទៅវាឆ្ងាញ់មែនចាហើយពេលខ្ញុំទិញនំហើយហ្នឹងខ្ញុំថាខ្ញុំមកផ្ទះឲ្យបងប្អូនដោយសារខ្ញុំខ្លាចខូចនំនឹងដែរអញ្ចឹងណាប៉ុន្តែខ្ញុំបើកមើល map ទៅខ្ញុំឃើញកន្លែងនេះដែលខ្ញុំធ្លាប់ចុចទុកនៅក្នុង
ផែនទីខ្លួនឯងចឹងថាចង់មកពេលក្រោយអីចឹងទៅហើយកន្លែងហ្នឹងវានៅជិតកន្លែងនំនឹងឯងចឹងខ្ញុំក៏ដើរមកបន្តទៀតហើយកន្លែងហ្នឹងគឺកន្លែងថតរូបចាថតរូបបែបរៀបសខ្មៅចេះហើយទូថតរូបនោះនៅក្នុងស្ថានភាពមួយហើយស្ថានភាពហ្នឹងគឺស្អាតមែនតើហើយឡើង fancy ហើយគេមានបារមួយដែលយើងអង្គុយឈៀលបានដែរខ្ញុំក៏អង្គុយឈៀលមកសន្ទុះទៅហើយឥឡូវហ្នឹងគឺខ្ញុំចូលទឹកដើម្បីធ្វើការសម្រួលអរិយាប័ត្រគឺយើងកាច់ style កាច់អីមើលអេឡង់យើងថាយើងគួរកាច់ style បែបមិនចឹងហើយខ្ញុំអង្គុយមើលរូបថត inspo គេហ្នឹងគឺអត់មានបានអីទេដោយសារគេភាគច្រើនគេតម្លាក់សក់អញ្ចឹងគេកវីកវត្តបានណាដល់ពេលយើងចងសក់យើងបាក់អញ្ចឹងខ្ញុំចេះតែរកមើលរបស់ក្នុងកតាបគួរកាច់ style មិនអីចឹងទៅហ្នឹងហើយហើយនេះគឺទូថតរូបរីករាយយើងហ្នឹងនៅខ្មែរថតទូថតរូបរីករាយហ្នឹងឯងហើយនេះគឺជាលទ្ធផលហើយមកសន្លឹកហ្នឹង8រៀលចាហើយខ្ញុំថត3ដងនិយាយទៅគឺខ្ញុំថត3ដងតែខ្ញុំបង្ហាញតែ2ទេដោយសារមួយទៀតហ្នឹងអត់ស្អាតទេគឺឆាចោលហ្មងចាឥឡូវហ្នឹងគឺមកដល់ផ្ទះចាមកដល់ផ្ទះគេមានផ្កាមានអីហើយផ្កាហ្នឹងគូនទាំងខ្ញុំអ្នកផ្ញើមកបងប្អូនហ៊ីហើយនិយាយទៅផែនការបន្តរបស់ខ្ញុំហ្នឹងគឺធ្វើមកហូបពេលល្ងាចមួយគាត់បងប្អូនហើយឥឡូវនេះខ្ញុំដាំម្រះព្រៅក្នុងបន្ទប់តែមែនតើមិនមែនតែមានចិត្តចង់ដាំអីទេតែគ្រាន់ថាបើសិនជាខ្ញុំទិញម្រះព្រៅមកគុំមកធ្វើមកហូប3រៀលតែបើសិនជាខ្ញុំទិញផើងហ្នឹងមកកាច់បានប្រហែលជា2ដងអស់តែ4រៀលទេមួយផើងហ្នឹងរបៀបអញ្ចឹងចឹងខ្ញុំក៏ទិញផើងហ្នឹងទៅរបៀបអញ្ចឹងចាហើយនេះគឺកំពុងធ្វើម្ហូបហើយម្ហូបយើងថ្ងៃហ្នឹងគឺធ្វើស្ប៉ាហ្គេទីឆាក្តៅហ្នឹងហើយធ្វើដូចគ្នាតែគ្រាន់ថាធ្វើម្ហូបហ្នឹងខ្ញុំធ្វើដើម្បីអាហារពេលល្ងាចគាត់ធ្វើដើម្បីអាហារថ្ងៃត្រង់ចាដោយសារតែគាត់នៅអង់គ្លេសចឹងខុសពីខ្ញុំ9ម៉ោងហើយបើថាខែក្តៅវិញខុស11ម៉ោងចានិយាយទៅ long distance relationship សាហាវហើយខ្ញុំធ្វើម្ហូបនេះធ្វើនៅចក្រានបាយរួមបងប្អូនចឹងមានញាតិមិត្តចិត្តឆ្ងាយចូលនៅជុំវិញហ្នឹងហើយនេះហើយតំណងហ្នឹងហើយតិចទៀតប្រៀបធៀបគ្នាឲ្យថាគេធ្វើតំណងជាងនិយាយថងទៅតាំងខ្ញុំមកខ្ញុំធ្វើម្ហូបបានច្រើនមុខឲ្យបងប្អូនប៉ុន្តែរឿងភាពម្ហូបដាក់នៅលើចាននឹងមួយនៅអត់ទាន់បានស្អាតទេនៅមានកម្រិតនៅឡើយដូចឥឡូវចឹងកំពុងរៀបស្លឹកក្រូចធ្វើម៉េចហូបបេះដូងហើយឥឡូវនេះកំពុងប្រៀបធៀបគ្នាថាបងណាគេតំណងជាងចាហើយអញ្ចឹងក៏យើងហូបអាហារពេលងាយមួយគ្នាហើយអង្គុយនិយាយគ្នាដល់កណ្ដាលយប់អញ្ចឹងទៅហើយចុងបញ្ចប់ក៏លោកគូដណ្ដឹងគាត់បានច្រៀងចម្រៀងមួយបទឲ្យខ្ញុំចាជាការបិទវគ្គសូមអរគុណ1 2 3ចាប់ផ្ដើម Happy birthday to you Happy birthday to Demi Happy birthday Happy birthday Happy birthday to my fiance យេ